នៅវីដេអូមុនបងប្អូនទាំងអស់គ្នាបានឃើញហើយនៅខ្ញុំញ៉ាំសាច់គោជាមួយនឹងទឹកម្រេចប៉ុន្តែនៅវីដេអូនេះខ្ញុំនឹងមកប្រាប់ពីវិធីលាយទឹកម្រេចធ្វើម៉េចឲ្យឆ្ងាញ់ញ៉ាំជាមួយនឹងសាច់គោអាំងហើយសាច់គោអាំងរបស់យើងផងដែរក៏យើងអត់ចាំបាច់អាំងនឹងធ្យូងដែរគឺងាយស្រួលមែនទែនឥឡូវយើងចូលមកមើលការធ្វើទឹកម្រេចរបស់យើងទាំងអស់គ្នាណាសម្រាប់ការលាយទឹកម្រេចនេះផងដែរបើសិនជាយើងចេះធ្វើខ្លួនឯងគឺយើងធ្វើមកចាញ់រសជាតិដែលយើងចង់បានបើសិនជាយើងទៅញ៉ាំតាមហាងអាចថាវាខុសរសជាតិដែលយើងចង់បានអញ្ចឹងណាឬអ្នកខ្លះគាត់ញ៉ាំសាបអ្នកខ្លះគាត់ញ៉ាំប្រៃអីអញ្ចឹងបើសិនជាយើងចេះលាយខ្លួនឯងឃើញថាម្ហូបរបស់យើងគឺឆ្ងាញ់គ្រប់មុខតែម្ដងជាដំបូងគឺយើងដាក់ខ្ទឹមចិញ្ច្រាំចូលទៅជាមួយនឹងម្ទេសដែលយើងគិតថាយើងចូលចិត្តញ៉ាំហឹរយើងហាន់ជាកង់បែបនឹងបានរ៉ូឌីចំនួន1ស្លាបព្រាបាយស្ករសចំនួន1ស្លាបព្រាបាយហើយថែមម្រេច1ស្លាបព្រាបាយចូលមកយើងក៏ចំបាច់ក្រូចឆ្មារបស់យើងចូលទៅតែម្ដងហើយសម្រាប់ទឹកផងដែរគឺខ្ញុំបន្ថែមតែបន្តិចទេដើម្បីកុំឲ្យទឹកម្រេចរបស់យើងនឹងវាខាប់ខ្លាំងពេកអញ្ចឹងនៅពេលដែលយើងដាក់ទឹកយើងចូលហើយយើងកូរវាឲ្យសព្វគ្រឿងមកទើបយើងភ្លក់មើលថាវាមានរសជាតិយ៉ាងណាពេលដែលខ្ញុំលាយហើយគឺខ្ញុំភ្លក់ទៅមានអារម្មណ៍ថាវារៀងសាបបន្តិចវាអត់សូវប្រៃអញ្ចឹងទៅខ្ញុំក៏បន្ថែមអំបិលរ៉ូឌីចូលកន្លះស្លាបព្រាបាយទៀតបងប្អូនសម្រាប់ទឹកម្រេចដែលខ្ញុំធ្វើនេះគឺខ្ញុំអត់ដាក់ម្សៅស៊ុបឬក៏អំបិលទេបងប្អូនខ្ញុំយករសជាតិប្រៃពីអំបិលរ៉ូឌីហើយរសជាតិដែលមានជាតិក៏ចេញពីអំបិលរ៉ូឌីដូចគ្នាដែរអញ្ចឹងយើងអត់បាច់វិចេញឬក៏អំបិលផ្សេងទេហើយនៅពេលដែលយើងធ្វើបែបនេះគឺមានរសជាតិឆ្ងាញ់មែនទែនបងប្អូនឥឡូវចូលមកដល់ការអាំងសាច់ដោយសារតែកន្លែងរបស់ខ្ញុំហ្នឹងគេអត់ឲ្យយើងប្រើធ្យូងប្រកាត់អីទេដោយសារខ្ញុំនៅជាន់ខាងលើអញ្ចឹងទៅយើងប្រើជាលក្ខណៈខ្ទះនេះគឺយើងប្រើលក្ខណៈខ្ទះក្រាស់ហើយវាអត់ជាប់សាច់ណាបងប្អូនវាអត់មែនខ្ទះយើងប្រើទូទៅតាមផ្ទះដែលយើងធ្វើម្ហូបឆាអីទេគឺខ្ទះដែលវាការពារមិនឲ្យសាច់ជាប់ជាដំបូងយើងត្រូវបើកភ្លើងរៀងខ្លាំងដែរហើយខ្ញុំប្រើប៊ឺថ្ងៃហ្នឹងយើងដាក់ប៊ឺទៅយើងកូររហូតដល់ប៊ឺហ្នឹងវារលាយត្រង់នេះសូមបញ្ជាក់ផងដែរជាដំបូងគឺយើងត្រូវបើកភ្លើងឲ្យខ្លាំងសិនណាបន្ទាប់ពីប៊ឺរបស់យើងក្តៅមកទើបយើងដាក់សាច់របស់យើងចូលទៅបន្ទាប់ពីនោះគឺយើងបន្ថយភ្លើងមកវិញមកកម្រិតធម្មតាវិញណាអត់សូវខ្លាំងពេកទេហើយសម្រាប់សាច់គោរបស់យើងដែរបើសិនជាយើងចង់អាំងលក្ខណៈដាក់ខ្ទះដូចខ្ញុំអញ្ចឹងយើងត្រូវតែហាន់ឲ្យវាស្ដើងព្រោះជៀសវាងយើងអាំងបែបហ្នឹងទៅវាអត់ឆ្អិនអីអញ្ចឹងដោយសារតែសាច់គោវាមានជាតិទឹកវានៅក្នុងហ្នឹងហើយអញ្ចឹងយើងអត់ចាំបាច់ចាក់ទឹកចូលទៅបន្ថែមទេនៅពេលដែលយើងដាក់ភ្លើងទៅវាចេញឈួលចំហាយអញ្ចឹងបានន័យថាសាច់របស់យើងឈ្ងុយខ្លាំងល្អប៉ុន្តែបងប្អូនត្រូវមើលឲ្យច្បាស់អត់មែនដាក់ទៅហុយផ្សែងដល់ថ្នាក់ខ្លោចទេណាបងប្អូនគឺថាដាក់មុំបានហើយគឺនៅពេលដែលយើងបង់ពុបគឺផ្សែងវាចេញមកឈួលមកបានន័យថាសាច់របស់យើងនឹងឈ្ងុយហើយយើងញ៉ាំក៏ឆ្ងាញ់ដែរហើយសម្រាប់សាច់គោនៅពេលដែលយើងដាក់វាអាំងយូរទៅវានឹងមានជាតិទឹកចេញមកវាខុសពីសាច់ជ្រូកបើសិនជាសាច់ជ្រូកវិញយើងពេលយើងធ្វើបែបហ្នឹងយើងត្រូវតែបន្ថែមទឹកក៏ប៉ុន្តែសាច់គោអត់បាច់បន្ថែមទឹកទេគ្រាន់តែវាចេញទឹកពីសាច់របស់វាមកហើយនឹងពេលវាខាសទៅវិញហ្នឹងគឺសាច់របស់យើងបានឆ្អិនណាបងប្អូនហើយយើងក៏បន្តការត្រឡប់ចុះត្រឡប់ឡើងដើម្បីឲ្យសាច់យើងឆ្អិនស្មើល្អហើយនិយាយមែនបងប្អូនហើយឈ្ងុយណាស់ហើយសម្រាប់សាច់គោនេះក៏អត់មែនសាច់គោធម្មតាដែរណាបងប្អូនគឺសាច់គោហ្នឹងគឺខ្ញុំប្រឡាក់ហើយប៉ុន្តែខ្ញុំអត់បានថតពេលដែលយើងប្រឡាក់ហ្នឹងទេនិយាយទៅប្រឡាក់ដូចតែសាច់គោយើងអាំងធម្មតានៅផ្ទះអត់ខុសគ្នាទេគ្រាន់តែថានេះគឺខ្ញុំអាំងនឹងផ្ទះបើសិនជាយើងមានលទ្ធភាពឬក៏ពេលវេលាដែលយើងស័ក្តិសមល្អយើងអាចអាំងនឹងធ្យូងក៏បានដែរក៏ប៉ុន្តែខ្ញុំមើលអត់មានខ្ញុំគិតថាខ្ញុំអាំងបែបនេះក៏អាចញ៉ាំបានដែរមានរសជាតិឆ្ងាញ់ស្តៀងគ្នាគ្រាន់តែវាខុសប្លែកមួយអាំងលើខ្ទះប្រើហ្គាសមួយអាំងនឹងធ្យូងប៉ុណ្្នឹងឯងវាអត់មានអីខុសគ្នាទេហើយរសជាតិគឺឆ្ងាញ់ទទួលយកបានហើយនេះគឺសាច់គោរបស់យើងបានឆ្អិនហើយខ្ញុំក៏បានភ្លក់ពីបេះដូងដែរគឺខ្ញុំចូលចិត្តមែនទែនម្ហូបសាច់មិនថាអាំងមិនថាចៀនមិនថាឆាទេគឺខ្ញុំភ្លក់មុនគេគឺសាច់តែម្ដងហើយនៅពេលដែលខ្ញុំញ៉ាំគឺថាពេលធ្វើម្ហូបហ្នឹងគឺភ្លក់អស់ចិត្តហើយមិនអស់ចិត្តឡើយយកមកភ្លក់ជាមួយនឹងទឹកម្រេចរបស់យើងទៅឃើញថាឆ្ងាញ់មែនទែនឆ្ងាញ់នៅថ្នាក់លិតមាត់លិតដៃអញ្ចឹងណានិយាយពីចុងភៅណាខ្ញុំមិនដឹងទេប៉ុន្តែចុងភៅខ្ញុំហ្នឹងធ្វើម្ហូបឆ្អិនខ្ញុំក៏ឆ្អែតដែរអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូដល់ចប់ជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អសំណាងល្អគ្រប់គ្នាបាយបាយជម្រាបលា